អ្នកមានស្នេហាប្រៀបដូចជាផ្កាឈូករ័ត្នដែលរីកស្គុះស្គាយនៅឯសួនច្បារមានចំនួនដល់7ហិកតាផើងផ្កាមានចំនួនទៅដល់1លានផើងសូមសរសើរដល់ម្ចាស់សួនខ្លាំងមែនទែនដែលគាត់អភិវឌ្ឍដីស្រែរបស់គាត់7ហិកតាឲ្យក្លាយទៅជាសួនច្បារដ៏ស្រស់ស្អាតដែលអាចទាក់ទាញភ្ញៀវទេសចរចូលទស្សនាយ៉ាងច្រើនការបង្កើតសួនច្បារនេះដែរគឺជាស្នាដៃរបស់កូនខ្មែរយើងពិតៗហើយបងប្អូនជួយគ្រប់គ្រងផងនៅស្នាដៃរបស់កូនខ្មែរយើងប្រៀបបាននឹងការជួយឲ្យប្រទេសជាតិយើងកាន់តែរីកចម្រើនលើកទី1ហើយសម្រាប់ខ្ញុំដែលបានឃើញផ្កាស្រស់ៗហើយស្អាតដែលមានចំនួនច្រើនមែនទែនហើយការ design តុបតែងមកកន្លែងគាត់ទៀតគឺបែបអឺរ៉ុបច្រើនដែលយើងមើលទៅប្រៀបដូចជាយើងទៅលេងនៅសួនប្រទេសក្រៅអញ្ចឹងយើងមិនទៅដល់ឌូបៃដល់អឺរ៉ុបដល់ប្រទេសក្រៅទេនៅសៀមរាបគឺក៏មានសួនច្បារបែបអឺរ៉ុបដែរដូចផ្ទះសួនច្បារអញ្ចឹងនៅពេលដែលខ្ញុំទៅដល់ខ្ញុំមានអារម្មណ៍ថាដូចខ្ញុំបានទៅលេងនៅសួនប្រទេសក្រៅអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាដើរលេងហត់អ្នកទាំងអស់គ្នាចង់ញ៉ាំកាហ្វេសម្រាប់យកខ្យល់ធម្មជាតិអាចមកកន្លែងទីនេះគឺជាកម្មចដាឥន្ទនូដែលមានផ្កាអមសងខាងជាច្រើនដែលយើងឡើងទៅមើលឋានសួគ៌នៃផ្កានៅពេលដែលខ្ញុំមកដល់ទីតាំងកន្លែងនេះគឺខ្ញុំមានអារម្មណ៍ថាដូចខ្ញុំឡើងទៅលើឋានទេវតាអញ្ចឹងអ្នកនរគ្នាដោយសារតែអ្នកនរគ្នាបានឃើញគឺមានការ design ដែលគួរផ្កាស្រស់ស្អាតហើយទីមួយទៀតនោះអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺការបាញ់ផ្សែងគឺមានការបាញ់ផ្សែងរហូតចឹងទៅដល់គេបានឃើញក្នុងវីដេអូអញ្ចឹងគឺផ្សែងហោះហើរឬយើងឡើងអារម្មណ៍យើងដៃដងដូចយើងឡើងឋានសួគ៌អញ្ចឹងគឺការ design កំណត់របស់គាត់គឺ perfect មែនទែនមកខាងលើនេះគឺមានខ្យល់ត្រជាក់ស្រស់ស្រាយខ្លាំងមែនទែនហើយបងប្អូនអាចកម្មង់អាហារញ៉ាំបានហើយក៏គាត់មានលក់កាហ្វេភេសជ្ជៈផ្សេងហើយនិងអាហារសម្រន់ផ្សេងហើយបងប្អូនដែលចង់យកអាហារចូលទៅញ៉ាំនៅនឹងក៏បានសម្រាប់បងប្អូនបងម៉ែដែល stress ហើយពិបាកចិត្តខ្លាំងមានការនឿយហត់ពីការងារគឺមកកន្លែងនេះមិនខកបំណងទេដូចអ្នកគេបានឃើញហើយកន្លែងកាហ្វេរបស់គាត់គឺនៅទីខ្ពស់មែនទែនគឺគាត់ធ្វើដូចកោះអញ្ចឹងនៅពេលដែលខ្ញុំឡើងទៅគឺខ្យល់បក់ល្វិចត្រជាក់ស្រួលមែនទែនហើយយើងអាចមើលទេសភាពពីខាងលើឃើញទាំងអស់នៅព្រៃព្រឹក្សានៅសួនច្បារទីតាំងសួនរបស់គាត់គឺមានការអភិវឌ្ឍរហូតនៅពេលដែលអ្នកទាំងអស់គ្នាមកលេងគឺឃើញទស្សនវិជ្ជាបែបហ្នឹងប៉ុន្តែមកលេងសារក្រោយគឺមានការអភិវឌ្ឍបន្តទៀតឥឡូវទៅរៀបរាប់ប្រាប់អ្នកនរគ្នាសារទស្សនវិជ្ជាស្រស់ស្អាតក៏ភ្លេចប្រាប់អ្នកនរគ្នាថាទីតាំងរបស់គាត់នោះគឺនៅខេត្តសៀមរាបស្រុកសូនគមហើយសួនរបស់គាត់មានឈ្មោះថាអង្គរ Wonder Garden ខ្មែរស្រឡាញ់ខ្មែរជួយគ្រប់គ្រងនៅអ្វីដែលខ្មែរយើងមានហើយវីដេអូនេះមានការឧបត្ថម្ភដោយសូម៉ាលីលក់ឈុតកម្រាលពូកមានបោះដុំហើយនឹងរាយការគេងលក់ស្កប់ស្កល់គឺជាសុខភាពមួយសម្រាប់យើងចឹងបងប្អូនដែលចង់មកកម្រាលពូកដែលគេងទៅទុនល្មើស្រាលកុំភ្លេចសូម៉ាលីលក់កម្រាលពូកចឹងបងប្អូនអាចទំនាក់ទំនងនៅលើ Scatter ដែលខ្ញុំដាក់ខាងលើវីដេអូរបស់ខ្ញុំទំនាក់ទំនងលេខទូរស័ព្ទរបស់គាត់អូខេជួបជុំនៅវីដេអូក្រោយបាយបាយ